ក្រុមគ្រូបង្រៀនអនុវិទ្យាល័យនិងជាអតីតគរុកសិស្សនៃសាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបងចំនួនទី3ជិត 3,000 នាក់ត្អូញត្អែថាពួកគាត់មិនបានបើកប្រាក់ខែរំលឹករបស់គ្រូបង្រៀនក្រុមគ្រូបង្រៀនអះអាងថាបញ្ហានេះធ្វើឲ្យពួកគេគ្មានកម្លាំងចិត្តក្នុងការបង្រៀនសិស្សឡើយលោកហុំចម្រើនមានសេចក្តីរាយការណ៍ក្រុមគ្រូបង្រៀនទាំងនោះអំពាវនាវឲ្យក្រសួងអប់រំយុវជននិងកីឡានិងមន្ត្រីពាក់ព័ន្ធពន្យាដំណើរការបើកប្រាក់ខែរំលឹកដល់ពួកគាត់ឲ្យបានឆាប់ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងបន្ទប់គ្រួសារក្រុមគ្រូបង្រៀនអនុវិទ្យាល័យចំនួនទី3នៃសាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី13វិច្ឆិកាថាចាប់តាំងពីចូលរៀនតជំនាញគ្រូនៅសាលាគរុកោសល្យភូមិភាគនៃឆ្នាំសិក្សា2008និង2009មករហូតមកទល់ពេលនេះគឺពុំបានបើកប្រាក់ខែរំលឹកខណៈរៀនតជំនាញគ្រូនៅឡើយទេពួកគាត់បន្តថាចាប់តាំងពីចេញបង្រៀននៅតាមអនុវិទ្យាល័យមកគឺម្នាក់ចេះតែទន្ទឹងរង់ចាំបើកប្រាក់ខែរបស់ខ្លួនជានិច្ចរហូតធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍និងបាត់បង់កម្លាំងចិត្តក្នុងការបង្រៀនសិស្សទៅហើយពួកខ្ញុំមានការអន់គុណចិត្តចំពោះក្រសួងអប់រំហ្នឹងគាត់អត់បានផ្ដល់ប្រាក់រំលឹកហ្នឹងឲ្យពួកខ្ញុំទេគ្រូនៅក្នុងចំនួនទី1គ្រូកម្រិតមូលដ្ឋានចំនួនទី1ចំនួនទី2និងចំនួនទី4ទី5រហូតមកដល់ចំនួនបច្ចុប្បន្ននេះពួកគេទទួលបានលុយកម្រិតមូលដ្ឋាននឹងពេញដោយឡែកអត់តែពួកខ្ញុំដែលជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៅចំនួនទី3ទេមិនតែលុយប៉ុណ្ណឹងមិនថាវាសំខាន់សម្រាប់ជីវិតយើងទេតែគាត់ថាវាក៏ជាផ្នែកមួយសារៈសំខាន់នៅពេលដែលយើងកត់ដែរព្រោះថាមិនមែនតែខ្ញុំនេះសំបីតាគ្រូពេលដេនៅពេលដែលកាត់ចឹងទី1វាអាចធ្វើឲ្យប៉ះពាល់ដល់ការអប់រំឬក៏វិស័យអប់រំគ្រូខ្លះគាត់បាក់ទឹកចិត្តគាត់មិនគ្រប់មុខវិជ្ជាជីវៈរបស់គាត់ប្រាក់ខែរំលឹកជាផ្នែកមួយរបស់ប្រាក់ខែគ្រូបង្រៀនអនុវិទ្យាល័យដែលកំពុងសិក្សាតជំនាញគ្រូហើយប្រាក់ខែនេះក្រសួងអប់រំយុវជននិងកីឡានឹងប្រគល់ឲ្យពួកគាត់វិញនៅពេលចេញទៅបង្រៀនសិស្សតាមអនុវិទ្យាល័យឆ្លើយតបនឹងបញ្ហានេះប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបាត់ដំបងលោកងីសែតមានប្រសាសន៍បញ្ជាក់ថាលោកពុំបានដឹងជំវិញការមិនបើកប្រាក់ខែរំលឹករបស់ក្រុមគ្រូបង្រៀនអនុវិទ្យាល័យទាំងនោះនៅឡើយទេទោះយ៉ាងនេះក្តីលោកថានឹងតាមដានលើការងារនេះខ្ញុំមើលថាគេមើលហើយលោកគ្រូនឹងមើលគាត់មកជួបខ្ញុំមកគាត់មកតវ៉ាហ្នឹងនឹងរងខុសត្រូវឲ្យគាត់យ៉ាងម៉េចប៉ុន្តែគឺគ្មានទេរឿងប្រាក់រំលឹកយ៉ាងដល់ 4-5 ឆ្នាំមិនទាន់បានអញ្ចឹងដូចនេះតាក់ទងនឹងបញ្ហានេះដែរប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាលោករងឈុនមានប្រសាសន៍ថាការមិនបើកប្រាក់ខែរំលឹករបស់គ្រូបង្រៀននេះគឺជារឿងដដែលហើយភាគច្រើនកើតចេញពីការធ្វេសប្រហែសរបស់មន្ត្រីពាក់ព័ន្ធនៃក្រសួងអប់រំលោករងឈុនចាត់ទុកការឆ្លើយបដិសេធរបស់ប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបាត់ដំបងគ្រាន់តែជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវរបស់ខ្លួនមួយគ្រាប៉ុណ្ណោះជារឿយរឿងដដែលហើយបញ្ហាដែលកើតមានកន្លងមកហ្នឹងច្រើនតែគណៈមន្ត្រីនៃការិយាល័យឬមួយមន្ត្រីហ្នឹងថាបលែងបន្លំដើម្បីរយកលុយហ្នឹងទៅពង្វល់យកការប្រាក់យកអីទៅឬមួយយើងហៅថាពុករលួយអីចឹងទៅបានជាមិនបានពង្វល់បើឲ្យពួកគាត់បានទាន់ពេលវេលាបាទក្រុមគ្រូបង្រៀនអនុវិទ្យាល័យអតីតគរុសិស្សចំនួនទី3នៃគរុកោសល្យភូមិភាគខេត្តបាត់ដំបងគ្រប់ជំនាញដែលមិនបានបើកប្រាក់ខែរំលឹកប្រមាណជាង 2,000 នាក់ដោយក្នុងម្នាក់ទទួលប្រាក់ខែរំលឹកនេះប្រមាណជាង 2 លានរៀលនៅក្នុងករណីនេះលោករងឈុនមានមតិថាជំរើសដែលល្អគឺក្រុមគ្រូបង្រៀនទាំងអស់ដែលមិនបានបើកប្រាក់ខែរំលឹកនៅឡើយអាចធ្វើញត្តិបញ្ជូនទៅសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានោះខាងសមាគមនឹងនាំរឿងនេះទៅក្រសួងអប់រំយុវជននិងកីឡាដើម្បីអន្តរាគមន៍បន្តទៀតខ្ញុំហុំចម្រើនវិទ្យុ RCC ពីខេត្តបាត់ដំបង